សួស្តីទាំងអស់គ្នាមករយៈមុននិយាយទៅគឺមានការវែកញែកខ្លាំងមែនតើធានបទហ្នឹងគឺអត់ធ្វើសម័យទេតែដល់មកនឹងមិនថាយើងទៅជួបជុំបងប្អូនសាច់ញាតិនៅស្រុកឬមួយក៏វាថាតែដល់ក្នុង social media អញ្ចឹងឃើញគេនិយាយអំពីតកតងថាតើយើងគួរតែរៀនថាគួរតែរៀនបន្តឲ្យចប់មហាវិទ្យាល័យឬមួយក៏ចប់បាក់ឌុបឬមួយក៏ចេញរកស៊ីចេញធ្វើការមានការវិនិច្ឆ័យខ្លាំងមែនតើជាក់ស្ដែងទៅខ្ញុំមិនមែនជាអ្នកដែលជោគជ័យអីទេក៏ជាសិស្សដែលទើបតែបញ្ចប់ម្នាក់ដែរហើយជីវិតរបស់យើងគឺយើងអ្នកដើរដោយខ្លួនឯងយើងសម្រេចទៅណាយើងចង់ធ្វើអីយើងដើរដោយខ្លួនឯងហើយបើសិនជាទៅគឺយើងស្ដាប់អ្នកនៅជុំវិញចិត្តដិតឪពុកម្ដាយរបស់យើងឬមកក៏ខ្លួនយើងនឹងឯងយើងស្រឡាញ់ខាងអីជួយចិត្តខាងអីឧទាហរណ៍អ្នកទាំងអស់គ្នាស្រឡាញ់នឹងការរកស៊ីលក់ដូរអូខេតលក់ដូរអីចឹងទៅប៉ុន្តែអ្នកនរគ្នាថាចង់ពង្រឹងខ្លួនឯងទៅនឹងការនៅមហាវិទ្យាល័យតើធ្វើឲ្យយើងដឹងបែបអីគេខ្លះតែយើងអាចនឹងរស់នៅចុះសម្រងនោះមួយក៏យើងជួបនឹងបញ្ហាឧបសគ្គអ្វីគេខ្លះអស់សាក់សម័យមើលបើសិនបើយើងរៀននៅសាកលយើងត្រូវបើសិនជាយើងអ្នកខាដែរយើងត្រូវចំណាយគ្រប់សពបែបយ៉ាងទាំងអស់អ្នកខ្លះរៀនបងទៅការផងធ្វើការយុទ្ធរៀនថ្ងៃទៅការយកវាចឹងទៅហត់ខ្លាំងមែនតើប៉ុន្តែជីវិតទាំងអស់ហ្នឹងគឺបានមករៀនយើងឲ្យយើងកាន់តែរងមាំឲ្យយើងដឹងថាជីវិតមួយហ្នឹងវាអត់ងាយស្រួលទេយើងមានទាំង soft skill និង hard skill ហើយតើតោះរៀននៅសាលាយើងបានរៀននៅ soft skill រៀនធ្វើការគឺយើងបាន hard skill អីចឹងទៅអញ្ចឹងជីវិតរបស់យើងគឺអត់មានអ្វីដែលថាថិតថេរទេហើយការដែលយើងរៀនគឺយើងមានជំនាញមួយដែលច្បាស់លាស់នៅក្នុងខ្លួននោះក៏បើសិនជាអ្នកនរគ្នារកស៊ីក៏ that's okay គឺយើងដឹងស្រាប់ហើយបើសិនជាយើងរៀនយើងត្រូវចំណាយទាំងការរៀនផងទាំងឯបងសាលាផងគ្រប់សពបែបយ៉ាងទាំងអស់គឺយើងត្រូវតែចំណាយប៉ុន្តែបើសិនជាយើងធ្វើការឬមកក៏រកស៊ីយើងអត់មានត្រូវចំណាយទេយើងចំណាយទៅការផ្គត់ផ្គង់មុខរបររបស់យើងទេអញ្ចឹងណាអញ្ចឹងគ្រប់យ៉ាងទាំងអស់គឺអត់មានអ្វីដែលថាត្រូវមួយខុសមួយក៏អីមិនទេគឺគ្រប់យ៉ាងគឺយើងសម្រេចដោយខ្លួនឯងថាយើងចង់ដើរគោលដៅរបស់យើងទៅបែបណាហើយបើសិនជាយើងគាត់ថាអូខេយើងចង់ឲ្យខ្លួនឯងហ្នឹងមានចំណេះដឹងផ្នែកsoft skill ឬមួយក៏ជំនាញណាមួយច្បាស់លាស់ដែលអូខេគួរថ្ងៃណាមុខតែន័យថាថ្ងៃខាងមុខទៅគឺយើងសញ្ញាបត្រហ្នឹងគឺយើងមានតែជាប់ខ្លួនយើងទុកឲ្យកូនយើងមើលឬមួយក៏បែបព្រោះណាពេលយើងចង់បកទៅរៀនវិញពេលយើងអាយុច្រើនទៅយើងគូក្បាលយើងអត់ល្អដូចនៅក្មេងទេគឺហៅថាកាត់ចាប់បានតកតងមួយនឹងអីអញ្ចឹងគឺជួនកាលអាចនឹងពេលខ្លះយើងអត់ដូចពេលយើងនៅក្មេងនៅអាយុតិចអញ្ចឹងបើសិនបើខ្ញុំនៅតែនិយាយបានថាជីវិតរបស់យើងចង់ធ្វើអីក៏បានដែរយើងចង់រៀនក៏បានធ្វើការក៏បានរកស៊ីក៏បានឬមួយក៏យើងមានឪពុកម្ដាយចិត្តរកស៊ីយើងបន្តពីគាត់ក៏បានគឺ that's okay គ្រប់យ៉ាងគឺអត់មានថាអូខេរៀនខុសឬមួយក៏រៀនត្រូវឬមួយក៏អ្នកទាំងអស់គ្នាចេញធ្វើការចេញរកស៊ីខុសឬមួយក៏ចេញរកស៊ីត្រូវអត់កុំរៀនគឺអត់មានពាក្យថានេះទេបើសិនជាយើងរៀនហើយយើងចេញធ្វើការយើងរកស៊ីយើងលក់ដូរយើងបង្ហាញមុខលើ social media ក៏យើងមានចំណេះជំនាញមួយដែរហើយក៏យើងហៅថាយើងបានឆ្លងកាត់វាហើយដែរអញ្ចឹងយើងដឹងអញ្ចឹងមានថាអ្វីដែលឆ្លងកាត់ផ្ទាល់ទេទៅដឹងថាវាបែបមិនអញ្ចឹងណាហើយបើសិនជាយើងអត់បានឆ្លងកាត់គឺបីគេនិយាយមក10 20 100ដងក៏វាអត់ដូចជាយើងឆ្លងកាត់ដែរអញ្ចឹងពេលខ្លះរឿងអីក៏ដោយយើងចង់ធ្វើអីយើងសម្រេចធ្វើវាទៅដោយស្ងាត់ហើយទៅធ្វើវាអាហ្នឹងក៏វាជារឿងល្អមួយដែរជិះវាយើងទៅប្រាប់គេខ្ញុំចង់ធ្វើនេះធ្វើនោះពេលខ្លះវាពិបាកណាស់ដល់គ្នាបើសិនជាយើងជួបមិត្តភ័ក្តិឬមួយក៏តែគ្រប់ត្រូលយើងអាហ្នឹងយើងមាន motivation ក្នុងការធ្វើតែសម្រាប់តែយើងដល់យើងចង់ស៊ីធំដុំអីមួយដែរយើងអត់ទាន់មានសមត្ថភាពអត់ទាន់ប្រឡូកទេអញ្ចឹងយើង start ពីចំណុចទូចទៅអាហ្នឹងវាបង្រៀនយើងអញ្ចឹងបើតែយើងរៀនយើងមានការគិតពិចារណាមួយយើងឆ្លងកាត់បទពិសោធន៍ជីវិតដែលលំបាកជីវិតដែរព្រោះនៅឆែកគ្រួសារសម្រាប់អ្នកនៅខេត្តណាបើអ្នកនៅពេញខ្ញុំអត់និយាយទេព្រោះគាត់ស្រួលច្រើនណាអាចនិយាយបានថាគាត់អត់មានចំណាយច្រើនសាក់គិតមើលអ្នកទាំងអស់គ្នាប្រាក់ខែស្រុកយើងបានប៉ុន្មានហើយធ្វើការជាទូទៅទីផ្សារស្រុកយើងបានប៉ុន្មានហើយចំណាយទឹកភ្លើងបន្ទប់ថ្លៃម៉ូតូថ្លៃសម្ភារៈថ្លៃរបស់ផ្ទះខ្លួនទៅនឹងការធ្វើដំណើរអីផ្សេងយើងឈឺឬមកក៏ម៉ូតូខូចកង់ខូចឬមកក៏បែបអីផ្សេងត្រូវចំណាយគឺហើយបើសិនជាយើងមានការពុតគង់ឧទាហរណ៍យើងមានប្អូនមួយទៀតណាហ្នឹងវាទៅទៀតយើងត្រូវការចំណាយលើប្អូនទៀតយើងត្រូវការពុតគង់ប្អូនហើយឬមកក៏គ្រួសារក៏លំបាកគាត់ត្រូវការពុតគង់គ្រួសារអ្នកតែរៀនផងត្រូវការផងពុតគង់អ្នកតែអញ្ចឹងវារឿងច្រើនណាអញ្ចឹងបានថាយើងស្ថិតនៅក្នុងកលៈទេសៈណាគឺយើងខ្លួនឯងដែលជាអ្នកទៅធ្វើនឹងទៅបើន័យថាយើងគិតអីយើងដើរដោយខ្លួនឯងអញ្ចឹងណាអត់មានថាយើងគួរតែធ្វើបែបនេះមួយត្រូវបែបនោះខុស
អត់ទេគឺជីវិតយើងខ្លួនឯងទៅហោយើងយើងឃើញគេការមួយក៏អីបែបមួយចឹងចង់ការតាមគេដែរមួយក៏និយាយថាឯងការទៅឯងកុំនៅចាស់ពេកឯងមានអ្នកយកអីចឹងទៅមួយក៏បែបមួយយើងឃើញមិត្តភក្តិគេមានគ្រួសារគេមានកូនអញ្ចឹងយើងអាចតាមគេបានទេជីវិតយើងរៀងខ្លួនទាំងអាចជួបជុំគ្នាបានប៉ុន្តែតើតើនឹងផ្លូវជីវិតដែលដើរគឺយើងជាអ្នកគ្រោះត្រាយដោយខ្លួនឯងអញ្ចឹងអូខេអ្នកគ្នាខ្ញុំនិយាយមិនតែប៉ុណ្្នឹងទេបើនិយាយច្រើនប្រហែលជាអាចនឹង50-60នាទីឬមួយវាច្រើនណាពេលខ្លះតោះតែយើងឆ្លងកាត់បើយើងដឹងថាបែបមិនហើយជំនាញនៅសាលាយើងត្រូវក្រោកធ្វើ assignment ធ្វើការផងអីផងវាច្រើនណាស់ដល់អ្នកគ្នាអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេចុងក្រោយគឺយើងសម្រេចនឹងដៅដោយខ្លួនឯងទៅដែរគឺអត់មានអីច្រើននេះសម្រាប់ខ្ញុំអូខេបាយបាយ